What you gonna do with the វិមានគ្រីមឡាំងបាននិយាយថាដើម្បីឲ្យមានបទឈប់បាញ់រាល់ការផ្គត់ផ្គង់អាវុធពីសំណាក់បណ្ដាសម្ព័ន្ធមិត្តឲ្យទៅប្រទេសអ៊ុយក្រែនត្រូវតែបញ្ឈប់នេះបើតាមអ្នកនាំពាក្យវិមានគ្រីមឡាំងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC អ្នកនាំពាក្យវិមានគ្រីមឡាំងលោក Dmitry Peskov បានលើកឡើងថាការប្រគល់អាវុធពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននឹងត្រូវបញ្ឈប់ដើម្បីបង្កើតឲ្យមានបទឈប់បាញ់លោក Peskov ក៏បានបន្ថែមថារុស្ស៊ីនឹងមិនព្រមឲ្យមានកងកម្លាំងសន្តិសុខអឺរ៉ុបនិងកងរក្សាសន្តិភាពនៅខាងក្នុងប្រទេសអ៊ុយក្រែនឡើយលោក Dmitry Peskov បាននិយាយទៀតថាបើមិនដូច្នេះទេវានឹងក្លាយជាអត្ថប្រយោជន៍មួយសម្រាប់អ៊ុយក្រែនហើយអ៊ុយក្រែននឹងបន្តការចល័តទ័ពសរុបរបស់ពួកគេដោយនាំយកកងទ័ពថ្មីទៅកាន់ជួរមុខបន្ទាប់មកអ៊ុយក្រែននឹងប្រើរយៈពេលនេះដើម្បីបណ្ដុះបណ្ដាលយោធាថ្មីដូច្នេះហេតុអ្វីបានជាយើងគួរផ្ដល់អត្ថប្រយោជន៍បែបនេះដល់អ៊ុយក្រែនការលើកឡើងនេះបានធ្វើឡើងស្របពេលដែលភាគីអឺរ៉ុបនិងអាមេរិកបានស្នើឲ្យមានបទឈប់បាញ់30ថ្ងៃដោយគ្មានលក្ខខណ្ឌរុស្ស៊ីមិនទាន់ឆ្លើយយល់ព្រមប៉ុន្តែប្រធានាធិបតីពូទីនបានស្នើឲ្យមានការជួបគ្នាផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែននៅប្រទេសទូគីនាថ្ងៃប្រហ័សសប្តាហ៍នេះមេដឹកនាំអឺរ៉ុបបានទៅដល់ទីក្រុងគៀវកាលពីចុងសប្តាហ៍ដោយគម្រាមថានឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីហើយថានឹងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនបន្ថែមទៀតបើមិនព្រមឈប់បាញ់30ថ្ងៃ